បាទជំរាបសួរបងប្អូនថ្ងៃនេះសូមបង្ហាញពីការធ្វើពូតបំពងមកទាប្រៃម្ដងទៀតដោយសារតែឃើញមានការគ្រប់គ្រងច្រើនលក់ដាច់ក្រំបើអញ្ចឹងការធ្វើពូតបំពងទាប្រៃនេះអត់ទៅពិបាកទេតែត្រូវការតិចនិចដែរគឺយើងត្រូវបំពងពូត2ដងដើម្បីឲ្យវាស្រួយល្អបន្តមកទៀតយើងត្រៀមមានពងទាប្រៃជាមួយនឹងទឹកដោះគោខាប់ហើយនឹងបញ្ចេញបន្តិចទៅហើយយើងយកប៊ឺមកដើម្បីដុតឲ្យវាក្តៅដើម្បីលីងជាមួយនឹងពងទាប្រៃអញ្ចឹងយើងត្រូវបំបែកពងទាប្រៃនឹងឲ្យសព្វជាមួយប៊ឺហើយយើងត្រូវដាក់ភ្លើងឲ្យតិចតិចកុំឲ្យវាខ្លោចដោះគោខាប់ហើយនឹងពងទាអញ្ចឹងយើងត្រូវយកវែកនឹងសកត់ពងទាហើយនឹងកវីវាឲ្យបែកពងទានឹងឲ្យសព្វល្អហើយវានឹងឡើងដូចជាពពុះដើម្បីឲ្យវាសព្វជាមួយពងទាមួយប៊ឺហ្នឹងបានយើងដាក់ពោតចូលទៅក្លុកទៅឲ្យវាស្អាតជាប់ជាមួយពងទាធ្វើឲ្យពោតហ្នឹងនៅស្រួយបានល្អបើមិនយើងមិនទាន់បែកពពុះទេដាក់ទៅពោតហ្នឹងមិនទន់ហើយអញ្ចឹងការធ្វើពោតពងទាប្រៃងាយមានតែប៉ុណ្ណឹងសូមអរគុណ